ពេលការចរចាទៅមុខយឺតដូចខ្យងថាយើងវាអាមេរិកហ្នឹងអ៊ីរ៉ង់ហ្នឹងគឺដូចឆ្មានឹងកដោអញ្ចឹងអត់ព្រមលេបឲ្យបាត់ស្លាស់ទេនៅបលែងផ្ទះចុះផ្ទះឡើងផ្ទះចុះផ្ទះឡើងវល់តែម្ដងវល់យើងម្ចាស់ផ្ទះទៀតព្រោះអត់ឃើញទៅមុខសោះតែម្ដងនេះគឺអាមេរិកតាមរយៈរដ្ឋបាលលោកត្រាំហ្នឹងបានព្រមានទៅខាងអ៊ីរ៉ង់ម្ដងទៀតថ្ងៃនេះថានឹងវាយប្រហារជុំទី3បើសិនជាការចរចាអត់មានកំណត់ក៏ប៉ុន្តែលោកត្រាំហ្នឹងក៏ជាចរិតមន់អះដែរមករយៈពេលហ្នឹងគឺដូចលឹបឡម្ដងថាវាយម្ដងពជាការឈប់បាញ់ម្ដងថាទុកពេលមួយអាទិត្យម្ដងថែម10ថ្ងៃឥឡូវថែមអត់មានពេលកំណត់ឥឡូវថាចង់វាយទៀតវល់ម្ដងដែរយើងទាំងអស់គ្នាហ្នឹងប៉ុន្តែអ៊ីរ៉ង់នោះក៏ប្រឹងសម្បើមដែរគឺចរចាមានខាងប៉ាគីស្ថានមានអីហ្នឹងគឺថាសហការគ្នាជាមួយអីហ្នឹងមកជួបជុំគ្នា24ម៉ោងទៅអាអ្នកនៅអ៊ីរ៉ង់ហ្នឹងគេនាំរដ្ឋមន្ត្រីគេហ្នឹងទៅចោះជួបគ្នាជជែកគ្នារកដំណោះស្រាយលទ្ធផលខាងអ៊ីរ៉ង់ទៅម្សិលមិញនេះជួបជជែកជាមួយអ្នកមេនដាកអីហ្នឹងរបស់ប៉ាគីស្ថានហ្នឹងគាត់ថាការចរចានៅតែចរចាប៉ុន្តែបើត្រៀមវាយគឺអ៊ីរ៉ង់ក៏អត់មានខ្លាចនឹងការប្រឈមនឹងដែរណាទៅចឹងភ្លាមទៀតហ៎អញ្ចឹងគ្រាន់តែលឺប៉ុណ្ណឹងប្រេងឡើងថ្លៃទៀតហើយលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទៅម្សិលមិញនិយាយថាមានសង្ឃឹមខ្លះអញ្ចឹងទៅមិនអត់សង្ឃឹមសោះទេប៉ុន្តែត្រៀមវាយតែឥឡូវរឿងដែលសំខាន់គឺអាចច្រកហ័រមូសនេះលោក Marco Rubio ប្រាប់ថាកំពុងតែដោះស្រាយបញ្ហាហ្នឹងគឺនឹងដាក់ទណ្ឌកម្មអ៊ីរ៉ង់ឬក៏អីតាក់ទងនឹងយកសួយសារអករឿងកប៉ាល់នាំចេញទំនិញតាមច្រកហ័រមូសហ្នឹងអ៊ីរ៉ង់នៅតែយកសួយសារអកហ្នឹងហើយឥឡូវអាមេរិកគឺចេះធ្វើម៉េចបើអ៊ីរ៉ង់ដែនទឹកគេទោះតែយើងវាយអ៊ីរ៉ង់ឲ្យម៉ត់ឡែវម៉ត់ជាផេះផង់អាហ្នឹងបានម៉ត់ឡែវហ្នឹងបងប្អូនដែលនិយមនិយាយភាសាថៃហ្នឹងថាខ្ញុំហ្នឹងនៅស្មោះនឹងថៃទៀតអត់ព្រមកវត្តចោលពាក្យថៃទេគេប្រើចឹងយូរដែរបងប្អូនវាស្វាំមាត់តែមាត់ផេះដូចមាត់ខៃមាត់ដូចផេះផង់ឥឡូវនេះគឺហ្នឹងហើយយើងឃើញពួកគាត់ហ្នឹងនៅដូចថាអួតដាក់គ្នាអញ្ចឹងទៀតទៅហើយស្ថានភាពអត់ទៅមុខទេគឺអ៊ីរ៉ង់គេប្រាប់ថាឥឡូវឈប់និយាយរឿងបរមាណូខ្លាំងមែនតើកាលមុនអាមេរិកថាបើអត់មានឈប់ប្រើបរមាណូទេគឺអត់ចរចាឥឡូវអ៊ីរ៉ង់ថាបើយកបរមាណូមិនបាច់ចរចាឈប់និយាយហ្មងអាហ្នឹងគឺនិយាយតែពីរឿងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់សិនបានន័យថារំលត់សង្គ្រាមហ្នឹងសិនហើយឈប់មានបាញ់គ្នានៅលីបង់ណោះលក្ខខណ្ឌលីបង់ឯណាទៀតហើយអារឿងអាវុធបរមាណូហ្នឹងចាំនិយាយរឿង30ថ្ងៃឬក៏60ថ្ងៃចាំចប់សង្គ្រាមសិនចាំនិយាយក៏បានដែរព្រោះអ៊ីរ៉ង់ប្រហែលជាមិនបញ្ហាទេឈប់30ថ្ងៃ60ថ្ងៃអីលាក់នឹងលាក់ឬក៏យ៉ាងម៉េចហ្នឹងប៉ុន្តែអាមេរិកអត់ព្រមថាបើអត់ព្រមនិយាយពីរឿងអាវុធនុយក្លេអ៊ែរហ្នឹងទេគឺអត់ដូច្នេះរឿងវានៅកន្លែងហ្នឹងហើយបងប្អូនបាទយើងចាំមើលតទៅទៀតបងប្អូនវល់ខ្ញុំគ្រាន់តែប្រាប់បងប្អូនហ្នឹងឲ្យដឹងពីការវិវត្តចុងក្រោយតែប៉ុណ្្នឹងឯងតែវាអត់មានដំណោះស្រាយអីណាប្រហែលដែរទេនៅអួតដាក់គ្នាហ្នឹងព័ត៌មានចុងក្រោយគឺក្រសួងអន្តោប្រវេសន៍អាមេរិកលែងឲ្យដាក់ពាក្យសុំ Green Card ក្នុងទឹកដីអាមេរិកតទៅទៀតហើយម្សិលមិញនេះគឺក្រសួងអន្តោប្រវេសន៍អាមេរិក USCIS បានចេញសេចក្តីប្រកាសមួយជាសាធារណៈប្រាប់ថាចាប់ពីពេលនេះតទៅគឺអ្នកដែលដាក់ពាក្យសុំ Green Card បានន័យសុំបានស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសអាមេរិកមិនអាចដាក់ពាក្យសុំពេលដែលខ្លួនកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនេះទេរឿងនេះគឺជាឧបសគ្គធំមែនទែនសម្រាប់ជនអន្តោប្រវេសន៍ដែលខ្វះឯកសារហើយដែលបានចូលដីអាមេរិកហើយដោយវីសាលើសឬក៏កំពុងតែដាក់ពាក្យសុំដើម្បីឲ្យបាន Green Card បានអីហ្នឹងគឺម្ដងនេះគឺគេលែងដាក់បានហ្មងហើយបើលែងដាក់បានគឺដូចជាផ្ដាច់លក្ខខណ្ឌស្របច្បាប់រស់នៅអាមេរិកហ្នឹងតែចប់អាលិខិតស្នាមអីទិញទូចហ្នឹងគឺត្រូវបញ្ជូនទៅស្រុកក្រៅវិញជាស្វ័យប្រវត្តិតែម្ដងពួកអីតើយើងទៅដាក់ពាក្យពីក្រៅប្រទេសមកមិនបានបើយើងជាអ្នកនៅក្នុងប្រទេសហ្នឹងយើងគឺថានេះគឺជាការធ្វើឲ្យទាល់មកបងប្អូនតើយើងទៅឧទាហរណ៍ដូចផ្ទះតែយើងចូលក្នុងផ្ទះតើយើងចូលចាក់សោហើយយើងចូលក្នុងផ្ទះ
មិនចឹងចាក់សោចូលក្នុងផ្ទះវាអត់អាចចូលក្នុងផ្ទះឲ្យបានចាក់សោបើកទ្វារពីក្រៅមកបានទេឥឡូវរឿងនេះគឺអញ្ចឹងយើងមកដល់ចូលក្នុងផ្ទះហើយគេដេញយើងទៅវិញឲ្យទៅក្រៅផ្ទះដើម្បីចាក់សោចូលមកម្ដងទៀតក៏ប៉ុន្តែនៅពេលដែលយើងចេញទៅក្រៅផ្ទះហ្នឹងគឺយើងដឹងឲ្យចូលវិញអត់បានទេព្រោះអីអាមេរិកតែយើងចេញទៅអត់មានឯកសារចេះយើងចេញទៅគឺដឹងឲ្យលែងចូលវិញបានហើយព្រោះឥឡូវនៅក្នុងផ្ទះហើយនៅក្នុងផ្ទះហ្នឹងគឺដើម្បីឲ្យភាពស្របច្បាប់គឺយើងសុំម្ចាស់ផ្ទះដើម្បីឲ្យបាននៅក្នុងផ្ទះហ្នឹងស្របច្បាប់ប៉ុន្តែឥឡូវម្ចាស់ផ្ទះប្រាប់ថាអត់ទេកាលលើកមុនអនុញ្ញាតឲ្យចូលមកដល់ក្នុងផ្ទះចឹងហើយដាក់ពាក្យសុំនៅក្នុងផ្ទះហ្នឹងបានអាចស្របច្បាប់យើងរស់នៅក្នុងហ្នឹងទៅប៉ុន្តែឥឡូវអត់ទេមកនៅក្នុងផ្ទះហ្នឹងមែនហើយប៉ុន្តែត្រូវចេញទៅក្រៅវិញដើម្បីដាក់ពាក្យសុំបើអញ្ចឹងទេអត់ឲ្យចូលមកវិញទេតែចេញទៅគេលែងឲ្យចូលមកវិញហើយទៅដាក់ពាក្យសុំមកម៉េចបើអ្នកខ្លះខ្លាចចេញទៅគេលែងឲ្យចូលមកវិញអញ្ចឹងនឹងដាច់អាពាក្យសុំហ្នឹងឲ្យដាក់អត់បាននឹងគេបដិញ្ញចេញដោយស្វ័យប្រវត្តិគឺរស់នៅដោយខុសច្បាប់អត់ឯកសារអីទាំងអស់រឿងនេះគឺជារឿងរកម្មចិត្តសម្រាប់ជនអន្តោប្រវេសន៍ច្រើនណាស់ដែលកំពុងតែរងចាំដាក់ពាក្យសុំបានស្នាក់នៅអចិន្ត្រៃយ៍ឬ green card ហើយរឿងនេះគឺពេញចិត្តខ្លាំងណាស់អ្នកដែលស្អប់ខ្ពើមជនអន្តោប្រវេសន៍ប៉ុន្តែបើជនអន្តោប្រវេសន៍ទាំងអស់នោះជាបងប្អូនរបស់អស់លោកហើយបើបងប្អូនបោះឆ្នោតឲ្យលោកត្រាំលោកលេបទឹកភ្នែកហ្នឹងទៅទូលរែកទៅខ្ញុំមិនដឹងទេខ្ញុំជាជនអន្តោប្រវេសន៍ម្នាក់ដែរគឺខ្ញុំមានសមានចិត្តចំពោះជនអន្តោប្រវេសន៍បើគ្នាបានមកដល់សហរដ្ឋអាមេរិកហើយខុសច្បាប់មិនខុសច្បាប់អីសម្របសម្រួលគ្នាទៅអីកាលលើកមុនយើងយកស្អីគេអាចឆ្នោតស្អីគេមួយឆ្នាំ 50000 នាក់ដែលចង់បានប្រជាពលរដ្ឋពីគេមកធ្វើការធ្វើអីដើម្បីជួយសេដ្ឋកិច្ចអាមេរិកប្រកបប្រកាសហៅសើចាប់ឆ្នោតពីប្រទេសគ្រប់ទូទាំងពិភពលោកឥឡូវប្រជាពលរដ្ឋចូលមកដល់ក្នុងហ្នឹងហើយគ្រាន់តែឲ្យលិខិតគ្នាសពច្បាប់ដើម្បីឲ្យគ្នារស់នៅអាស្រ័យផលជួយសេដ្ឋកិច្ចអាមេរិកនឹងដែរទៅពួកគាត់មានមកធ្វើអីធ្វើការលក់ពលកម្មដើម្បីសហគ្រាសដើម្បីអាជីវកម្មដើម្បីរោងចក្របានកម្រៃពលកម្មថ្លៃឈ្នួលអីហ្នឹងវាធូរថ្លៃទៅគឺឲ្យសង្វាក់ផលិតកម្មហ្នឹងអាចប្រកួតប្រជែងទីផ្សារដើម្បីជួយសេដ្ឋកិច្ចអាមេរិកតើគេយើងខ្វះអីហេតុអីក៏ធ្វើទុកបុកម្នេញគាត់អីសម្បើម្ល៉េះហើយបងប្អូនខ្ញុំឆ្លេះត្រឹមប៉ុណ្ណឹងចាស់បងប្អូនឥឡូវដោយសារតែហ្នឹងហើយដោយសារថ្ងៃសៅរ៍យប់ថ្ងៃសៅរ៍ហើយព្រឹកថ្ងៃសៅរ៍នៅខ្ញុំផ្អែមបន្លែចឹងខ្ញុំបញ្ចប់ការផ្សាយត្រឹមប៉ុណ្ណេះរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាហើយអរុនសួស្តីបងប្អូននៅទីក្រុងឡុងបិចរីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាធ្វើអំពើល្អនឹងការសប្បុរសអំពើសប្បុរសនឹងឲ្យច្រើនឲ្យច្រើនបើដឹងថាមិត្តភ័ក្ដិយើងនឹងគឺជាមនុស្សកំណាញ់ស្មោឲ្យគាត់ឲ្យច្រើនព្រោះយើងដឹងថាមនុស្សដែលកំណាញ់មិនសូវចូលចិត្តនឹងពាក្យថាឲ្យទេគឺចង់បានពីគេឲ្យទៅយើងសុកចិត្តប្រគល់ឲ្យគេឲ្យច្រើនបន្តិចទៅហើយលើសឲ្យគាត់លើសបន្តិចទៅហើយបង្រៀនគាត់ថាអត់អីទេយកចោះព្រោះយើងសប្បាយអញ្ចឹងមិនអីទេហើយយើងនឹងអត់ធ្មត់ដើម្បីបង្រៀនមនុស្សឲ្យឈប់កំណាញ់ស្មោម្នាក់ហ្នឹងយូរទៅនៅពេលដែលយើងឲ្យច្រើនយើងនឹងបង្រៀនមនុស្សហ្នឹងឲ្យចេះចែកទានដែរហើយព្រោះអីដូចជាចាំតែគេឲ្យរហូតអញ្ចឹងមិនកើតទេដឹងចេះអៀនខ្លួនណាដូច្នេះយើងបង្រៀនមនុស្សដោយប្រយោលតែកុំទៅមើលបំណាំទៅរិះគន់ទៅនិយាយដើមគាត់ថាអូយកំណាញ់អាចក្តាប់កំណាញ់ស្អីជុះបាត់ជើងកាន់ដបងអីកុំតែយើងសុកចិត្តពេលមានបុណ្យទានមានរដូវអីឱកាសដែលអាចធ្វើបុណ្យជាមួយគាត់បានគឺយើងធ្វើទៅដើម្បីលាងជម្រះចិត្តមនុស្សហ្នឹងឲ្យដឹងថាគេមិនដូចយើងទេគេជួយយើងគេមិនដែលគិតអីផងគេមិនដែលគិតលុយជាធំគេមិនដែលគិតសម្ភារៈនិយមយូរគាត់នឹងដឹងខ្លួនថាគាត់គេកំណាញ់ហ្នឹងគឺមានតែគាត់ទេអ្នកដតីគេអត់ធ្វើអញ្ចឹងទេដូច្នេះនឹងយើងអាចផ្លាស់ប្ដូរផ្នែកគំនិតហ្នឹងបានបន្តិចម្ដងបងប្អូនអញ្ចឹងបានខ្ញុំចេះតែសំណូមពរបងប្អូនថាកុំឲ្យសួរថាសង្គមជាតិជួយអីយើងបានយើងត្រូវសួរយើងម្នាក់វិញថាយើងធ្វើអីខ្លះក្នុងចំណែកខ្លួនយើងនេះដើម្បីដោះសម្រាលបន្ទុកសង្គមជាតិយើងព្រោះពាក្យថាសង្គមជាតិគឺវាបានមកពីសង្គមគ្រួសារសង្គមគ្រួសារគឺបានមកពីកោសិកានៃយើងម្នាក់នៃដែលមានសម្ព័ន្ធមេត្រីប្តីប្រពន្ធបងប្អូនអីហ្នឹងទៅបង្កើតបានជាសង្គមគ្រួសារសង្គមជាតិដូច្នេះយើងត្រូវជួយគ្នាបន្តិចវិលមករឿងធ្វើអំពើល្អ
ចំណាយពេលវេលាឲ្យច្រើនជាមួយអ្នកមានគុណរបស់យើងជីដូនជីតារបស់យើងបងប្អូនរបស់យើងដែលយើងកំពុងតែនៅរស់ពេលវេលាកាន់តែរំកិលឲ្យបងប្អូនយើងរវល់មួយថ្ងៃព្រលឹមព្រលប់ទៅព្រឹកមកល្ងាចដោយកម្មករកាត់ដេរអញ្ចឹងទៅមកមិនបានជួបមុខកូនចៅផងតើយើងនៅសល់ពេលឯណាដើម្បីយើងមកឆ្លោះគ្នាយើងមកមើលបំណាំគ្នាយើងមកហែកហួរគ្នាយើងមកយកគ្នាជាសត្រូវហ្នឹងតើយើងមានពេលឯណាទៀតសល់ប៉ុណ្ណឹងពេលវេលាដើរលឿនណាស់ចាស់យកចិត្តទុកដាក់គាត់ឲ្យច្រើនទូរស័ព្ទសួរនាំគាត់មិនទៅហើយសុខទុក្ខយ៉ាងណាដែរមានហូបចុកគ្រប់គ្រាន់ទេជំងឺដង្កាត់ហ្នឹងយ៉ាងម៉េចមានពេទ្យមានម៉អីព្យាបាលទេតើខ្ញុំអាចជួយអីបានខ្លះយើងច្បាស់ជានិយាយចឹងគ្រាន់តែបើកមាត់ខ្វាក់មកគឺគេច្បាស់ជាសុំខ្ចីលុយទាលុយសុំលុយអីយើងងាប់ឲ្យតែថាតែយើងធូរឬមិនចឹងទេបងប្អូនយើងគ្រាន់តែប្រាប់ថាយើងមានសមានចិត្តចង់ឈឺចាប់ឈឺយកអាសាប៉ុន្តែมันមានទ្រព្យអីទេប៉ុន្តែមានចិត្តប៉ុណ្ណឹងក៏គ្រប់គ្រាន់ដែរបងប្អូនមនុស្សនឹងសប្បាយរីករាយថាណាគេទេមកសួរយើងដែរណាយើងស្ងាត់ឈឹងគេយូមិត្តភ័ក្ដិនឹងរលឹកគ្នាទូរស័ព្ទម្ដងកុំតែសម័យបច្ចេកវិទ្យាយើងនៅងប់នឹងរឿងអីសោះយើងមិនបានតាក់ទងគ្នាបាត់មិត្តចាស់ដែលមិនដែលតាក់ទងគ្នាសាក់តាក់ទងគ្នាមើលបាត់យូរហើយមិនដែរស្លាប់បាត់ហើយទេហីម្ដងទៀតជីដូនជីតាចាស់ពេលវេលាគាត់ខើចណាស់ទៅលេងគាត់ឲ្យបានញឹកសួរសុខទុក្ខគាត់ឲ្យបានច្រើនរំលឹកអនុស្សាវរីយ៍គាត់ឲ្យបានច្រើនដើម្បីឲ្យជីវិតចុងក្រោយរបស់គាត់ហ្នឹងគឺបានន័យថារស់នៅក្នុងកិត្តិយសមានន័យកុំបំភ្លេចគាត់ចោលព្រោះវ័យហ្នឹងគឺវ័យគេបំភ្លេចគាត់ចោលហើយបើយើងបំភ្លេចគាត់ចោលទៀតអញ្ចឹងបើខ្ញុំអាសូររឿងលោកកម្មសុខាជាមួយម្ដាយគាត់ណាអាសូរណាស់បងប្អូនអស់ហើយពេលវេលាសម្រាប់លោកយាយសៅង៉ែតអស់អាលីងគឺដូចជាចង្គៀងដែលអស់ប្រេងណាបងប្អូនអស់ហើយស្ងួតរើងនៅតែប្រឆេះបន្តិចហឹមប៉ុន្តែប្រឆេះនេះគឺវាអាចឆេះនៅបានយូរប៉ុណ្ណាដោយសារតែមានអ្នកជួយទប់ខ្យល់ដោយលោកកម្មសខាអញ្ចឹងទៅគឺទប់ខ្យល់កុំឲ្យបក់រលត់លឿនពេកវានឹងរលត់ហើយប៉ុន្តែចង់ឲ្យរលត់ទៅតាមដំណើរអត់បានទៀតមានគេមាជ្រែកមកគ្រប់រឿងអញ្ចឹងទៀតអញ្ចឹងហើយបានខ្ញុំលើកទឹកចិត្តជីដូនជីតាមម្ដាយជាពិសេសម្ដាយមើលការខុសត្រូវគាត់ឲ្យបានច្រើនដើម្បីអាចធ្វើបានព្រោះជាព្រះរស់ពេលវេលាខាច់ណាស់អញ្ចឹងខ្ញុំសុំតែប៉ុណ្្នឹងឯងបងប្អូនហើយដល់ពេលខ្ញុំនិយាយអញ្ចឹងក៏ឆ្លៀតឱកាសនេះគឺខ្ញុំសូមជម្រាបជូនបងប្អូនច្រើនណាស់ដែលគាត់គិតថាតូបបង្អែមលៀងមាត់របស់មួងណារ៉េតប្រហែលជាកាកបាទក្រហមកម្ពុជាហើយខ្ញុំមិនគួរណាលើករឿងនេះនិយាយប្រាប់បងប្អូនទេព្រោះហាក់បីដូចជាខ្ញុំនឹងអតតថបុគ្គលអាត្មានិយមពេកនិយាយមកគេចង់ពឹងពាក់ឲ្យជួយបែរទៅជានិយាយសារបែបហ្នឹងដូចជាបិទផ្លូវឡើងឲ្យមនុស្សសុំពឹងជួយអីសោះបងប្អូនក្នុងមួយថ្ងៃខ្ញុំទទួលសារច្រើនរយសារណាស់រួមទាំងសារមកសុំលុយឲ្យជួយឧបត្ថម្ភជួយកូនឈឺម្ដាយឈឺឪពុកឈឺជនពិការនៅលើកៅអីក្រែពេទ្យគ្មានលុយទិញថ្នាំត្រូវការម៉ូតូកង់3ដើម្បីរកទទួលទានទូរស័ព្ទដើម្បីធ្វើកិច្ចការនយោបាយលុយជួយឧបត្ថម្ភកម្មវិធីនេះកម្មវិធីនោះនៅស្រុកខ្មែរខ្ញុំអត់និយាយនៅស្រុកអាមេរិកនេះទេជួយអញ្ចេះទៅវេទនានេះវេទនានោះ100មុខប៉ុន្តែគួរឲ្យសោកស្ដាយគឺខ្ញុំជួយអត់បានខ្ញុំសុំទោសបងប្អូនហើយឈប់សរសេរសារបែបនេះទៀតទៅខ្ញុំវាក្រាំចិត្តណាអ្វីដែលខ្ញុំក្រាំចិត្តគឺខ្ញុំជាមនុស្សពិបាកនិយាយថាទេឲ្យតែបងប្អូនចង់ឲ្យជួយអីគឺជួយទាំងវេទនាខ្លួនឯងលំបាកប៉ុណ្ណាក៏ខ្ញុំទុកអាបញ្ហាខ្លួនឯងចោលព្រោះដឹងតែគ្នាមានបញ្ហាហើយបានជាគ្នាត្រូវការពឹងខ្ញុំជួយប៉ុន្តែខ្ញុំជួយបានអ្វីដែលជាលទ្ធភាពប៉ុន្តែជារឿងលុយកាក់សម្ភារៈនេះគឺខ្ញុំសូមអធិស្ឋានខន្តីអភ័យទោសពីបងប្អូនទាំងអស់ខ្ញុំមិនមែនជាកាកបាទក្រហមហើយក៏ខ្ញុំគ្មានប្រាក់ជំនួយឧបត្ថម្ភថវិកាពីម្ចាស់ជំនួយណាមួយដើម្បីឲ្យជួយបងប្អូនដែរហើយក៏ខ្ញុំនឹងមិនធ្វើវិធីជាកាកបាទក្រហមអីនោះដែរព្រោះគេមានកាកបាទក្រហមគេមានអីហើយគ្រាន់តែថាយូរម្ដងគឺដោយសារតែបេះដូងវាផ្្លាត់ស្នៀតដែរ
ឃើញលោកតាណានៅលើកៅអីរុញអាទិះរុញអីចឹងទៅពីការខ្វះលុយដើម្បីទិញអង្គទិញអីចឹងទៅក៏ផ្ញើទៅ$50អីមានកម្រដែរទេបងប្អូនប៉ុន្តែថាកាត់បន្ថយមិនចង់ធ្វើទេប៉ុន្តែពេលខ្លះវាដូចថាទប់ចិត្តមិនបានប៉ុន្តែនៅពេលដែលធ្វើដូច្នេះគឺខ្ញុំអយុត្តិធម៌ឲ្យបងប្អូនទាំងអស់គ្នាទៀតដែលសុំគ្រប់បែបយ៉ាងជីវភាពខ្វះខាតចឹងដូចតែគ្នាដែរអញ្ចឹងបានថ្ងៃនេះខ្ញុំចេញសារសម្រាប់ប្រាប់បងប្អូនថាខ្ញុំមិនមានលទ្ធភាពធ្វើដូច្នេះបានទេហើយខ្ញុំសុំទោសខ្ញុំមិនស្អប់បងប្អូនខ្ញុំមិនទាត់ចោលការសុំបងប្អូនទេគាត់ថាជាសារមួយកុំឲ្យខ្ញុំពិបាកឆ្លើយគ្រប់គ្នាថាខ្ញុំពុំមានលទ្ធភាពជួយបងប្អូនបានទេព្រោះអ្វីដែលកើតឡើងនៅប្រទេសកម្ពុជាជីវភាពរងគ្រោះខ្វះខាតគឺជាមហាសាគរដ៏ធំធេងណាស់ទឹកមួយដំណក់របស់បង្អែមលៀងមាត់របស់មួងណារ៉េតនេះមិនអាចបន្សាបសមុទ្រដ៏ប្រៃជូរចត់ល្វីងបានទេទោះខ្ញុំប្រឹងដាច់ខ្យល់ស្លាប់ក៏មិនអាចជួយបងប្អូនបានដែរអញ្ចឹងហើយបានជាខ្ញុំចេញសារនេះខ្ញុំអំពាវនាវសូមថាអាចសុំយោបល់ខ្ញុំឲ្យជួយគំនិតជួយអីខ្ញុំជួយបានប៉ុន្តែជាថវិកាជាសម្ភារៈប្រើប្រាស់ជាអីនេះគឺសូមអធិស្ឋានខ្ញុំមិនអាចធ្វើកើតទេហើយសូមឲ្យបងប្អូនទៅសុំកាកបាទក្រហមកម្ពុជារបស់អ្នកស្រីប៊ុនរ៉ានីខ្លាញ់អាចគាត់មានព្រោះអីគាត់មានអង្គញាមហាមន្ត្រីគេជួយច្រើនអីអញ្ចឹងទៅហើយបងប្អូនក៏គិតថាប្រហែលជាសុំមិនបានទេបានជាមិនសុំឬក៏ខ្មាស់អៀនអីតែយ៉ាងណាបងប្អូននេះគឺជាសារចុងក្រោយតាក់ទងនឹងរឿងចាត់ទុកបង្អែមលៀងមាត់របស់មួងណារ៉េតថាជាកាកបាទក្រហមណាខ្ញុំកំសត់ដែរពេលនិយាយរឿងនេះបងប្អូនព្រោះអីបងប្អូនមួយចំនួននឹងអស់សង្ឃឹមថាលែងពឹងអីបានតែពឹងកន្លងមកក៏ពឹងមិនសូវបានអីដែរខ្ញុំបានតែប្រាប់ថាខ្ញុំមិនអាចជួយបានតែខ្ញុំសំណូមពររឿងមួយបងប្អូនដើម្បីឲ្យបងប្អូនឈប់ពឹងជំនួយឈប់សុំលុយឈប់ដោះស្រាយបញ្ហាជីវភាពតាមរបៀបគ្រួសារគឺបងប្អូនត្រូវបដិញ្ញាចិត្តផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋរបៀបដែលបងប្អូនខ្វះខាតដែលមានបញ្ហាគឺដោយសារការដឹកនាំរដ្ឋអញ្ចឹងយើងត្រូវដូរដើមខ្សែកុំអង្គុយបក់ផ្សែងបងប្អូនអាចយកសរុង1ព្រួយ5ឆ្នាំឬក៏គេជួយឲ្យត្រីហូបមិនប្រាប់បឹងហ្នឹងគឺបងប្អូននឹងវេទនាមួយជីវិតអញ្ចឹងទេដូច្នេះនាំគ្នាដូរដើមខ្សែគឺបោះឆ្នោតរកគណៈបកនយោបាយណាមួយដែលបងប្អូនជឿជាក់ថានឹងធ្វើឲ្យជីវភាពបងប្អូនលែងវេទនាដូច្នេះដែលជឿថាសង្គមនេះលែងមានបញ្ហាអយុត្តិធម៌សង្គមបែបនេះដែលជឿថាអ្វីដែលបងប្អូនជួបប្រទះនឹងបានប្រសើរហើយសាកល្បងខ្ញុំមិនចង់ឲ្យបងប្អូនថាចុះបើទៅវាខុសអីយ៉ាងម៉េចទៅរត់តែពិបាកជាងហ្នឹងបងប្អូនគ្មានអីខាត់បងច្រើនជាងហ្នឹងទៀតទេអស់អីខាត់បងហើយនៅពេលដែលកូនឈឺរត់តែលុយ20000រៀលដើម្បីទិញថ្នាំឬក៏ទិញអាហារចំណីអីដើម្បីដោះទាល់មួយគ្រាមិនបានអាហ្នឹងបងប្អូនអស់មានអីខាត់បងហើយគឺទាល់មែនតើហើយតើបងប្អូនអត់ហ៊ានបន្ថយទេឬដើម្បីឲ្យមានការផ្លាស់ប្ដូរខ្លះហើយម្ដងទៀតគណៈបកនយោបាយណាដែលគេគិតថាគ្រាន់បើសាកល្បងទៅច្រើនគ្នាទៅវាមានឥទ្ធិពលហើយបើសិនជាបងប្អូនម្នាក់នៅតែគិតថាមិនឈ្នះគេទេអញ្ចឹងទៀតទៅគ្រាន់តែថាខ្ញុំនិយាយនេះខ្ញុំដាស់តឿនក្រោមរំលឹកដល់គណៈបកប្រជាជនកម្ពុជាផងថាអ្វីដែលអស់លោកកំពុងតែធ្វើនេះធ្វើបានច្រើនហើយប៉ុន្តែនៅច្រើនណាស់ដែលលោកមិនអាចធ្វើបានដូច្នេះគួរតែផ្ដល់ឱកាសឲ្យគណៈបកដតីគេធ្វើខ្លះទៅហើយចូលរួមគ្នាធ្វើទៅគេលោកគេមានទស្សនវិស័យគំនិតល្អជាងយើងក៏ថាបានព្រោះយើងដល់ផ្លូវទាល់ហើយរឿងអាកម្មករកាត់ដេរគ្នាជិះឡានដូចជ្រូកដូចគោហ្នឹងគឺយើង20-30ឆ្នាំនៅតែដដែលយើងអត់អាចកែបានគ្រោះថ្នាក់ស្លាប់ច្រើនចឹងដដែលហើយចាប់ផ្ដើមបបោះអង្អែលហើយចឹងទៀតទៅយើងដូចថាយើងអង្គកំប៉ុងណាបងប្អូនហូបមួយថ្ងៃគិតមួយថ្ងៃហូបមួយថ្ងៃគិតមួយថ្ងៃអត់ទៅទិញអង្គយកមកស្តុកទុក3បាវអីសម្រាប់ហូប4ខែអីអត់ទេគឺអង្គកំប៉ុងបាទឥឡូវខ្ញុំស្លេះរឿងនេះគឺផ្អាមបន្លែហើយគឺម៉ោង11យប់ហើយបងប្អូននៅស្រុកខ្មែរតាក់តងនឹងរឿងថៃសម្រុកដឹកជញ្ជាំងបេតុងទៅរាយតាមព្រំដែនដែលមិនទាន់ដាច់ស្រេចឃើញទេបងប្អូនឃើញថៃឯងសម្រុកគឺសម្រុកធ្វើអាដីដែលគេដដើមបានហើយយើងសញ្ញេឲ្យគេហ្នឹងហើយយើងអត់មានទៅធ្វើអីគេកើតទេព្រោះយើងសញ្ញេឲ្យគេនៅណានៅហ្នឹងឥឡូវបេតុងកាលពីមុនគេធ្វើលបងដូចនៅកំរៀងភ្នំព្រឹកខេត្តបាត់ដំបងអីហ្នឹងតែសំបីអភិបាលខេត្តបាត់ដំបងហ្នឹងក៏ថាហ្នឹងគេក្នុងដីគេទេ
គ្មានដីអ្នកណាមួយនៅក្នុងព្រំដែនហ្នឹងដែលអ្នកណាម្នាក់មកអាចធ្វើព្រំដីសង់ដោយគ្មានការអនុញ្ញាតពីអ្នកនៅជាប់ព្រំដីហ្នឹងឯងលោកសុកលូដូរពាក្យឡើងវិញធ្វើអីក៏ដោយលបងអីក៏ដោយមកហ្នឹងអត់ទាន់សង់លបងសង់លបាំងអីទេព្រោះពងររឿងឆ្លោះគ្នាអញ្ចឹងប៉ាសិនក៏បានដែរវាមិនដាច់ខ្យល់ស្លាប់ទេតែបើធ្វើតើតែមានការព្រមព្រៀងគ្នាហើយបើអត់ព្រមព្រៀងគ្នាយើងជាម្ចាស់ផ្ទះតែជាអភិបាលខេត្តហ្នឹងក៏ត្រូវតែតវ៉ាជំទាស់គេដែរមិនមែនថាគេធ្វើដីគេអីគេមិនពាក់ព័ន្ធអីយើងទេកុំទៅបែបហ្នឹងនាំប្រជាប្រដ្ឋជេរថ្ងៃនេះគឺលោកអ៊ុំសំអានគាត់ផ្សាយព័ត៌មាននិយាយទៅលោកអ៊ុំសំអានគាត់ឈឺឆ្អាលរឿងព្រំដែនហ្នឹងមែនតើគាត់នៅអារីโซណាមានសវត្ថភាពមានរបរមានអីទទួលទានសំរុំគ្រប់គ្រាន់ទៅឈឺឆ្អាលតែរឿងព្រំដែនរាល់ថ្ងៃលោកអ៊ុំសំអានបើសិនជានៅស្រុកខ្មែរប្រហែលជាទៅសម្រាននៅព្រំដែនមើលទៅព្រោះអីគាត់នៅតែហ្នឹងគាត់ជ្រុំរហូតប៉ុន្តែជាការល្អដែរដើម្បីឲ្យគាត់បានជួយផ្ទៀងផ្ទាត់ព័ត៌មានផងព្រោះរដ្ឋាភិបាលស្ងាត់ឈឹងលោកអ៊ុំសំអានគាត់ថាថៃធ្វើរបងព្រំដែនឬជញ្ជាំងព្រំដែននៅលើភ្នំទ្រាប់នៅថ្ងៃទី28ខែមិនដល់23ខែឧសភាសំទោសខែ28ខែឧសភាខាងមុខគឺគេនឹងទៅធ្វើរបងចាក់សំទោសដឹកអាជញ្ជាំងនឹងយកទៅដាក់គេចាក់បេតុងហើយគាត់ថាថៃឆ្លៀនពៀនទឹកដីខ្មែរស្រេចតែចិត្តនៅសម័យដឹកនាំដោយលោកហ៊ុនម៉ាណែតនេះមួយទៀតគឺគាត់សរសេរថាថ្ងៃ23ខែឧសភាទាហានថៃបានដាក់ជញ្ជាំងបេតុងខាងផ្លូវឬរបងព្រំដែននៅតំបន់ជាំតែខេត្តព្រះវិហារឃើញសម្រុករហូតថៃធ្វើរហូតប៉ុន្តែយើងក៏សម្រុកដែរបងប្អូនខ្មែរយើងឃើញសម្រុកដែរថ្ងៃនេះក្រុមសង្កេតការអាស៊ានសម្រុកទៅថតរូបថតនៅតំបន់អូស្មាច់ទៀតទៅគេបាញ់ទៀតឡើយហើយដល់បាញ់ហើយតាំងឆ្លោះគ្នារឿងបាញ់គម្រាមបាញ់ពមៀនហ្នឹងទៀតដែរតែអត់បានប្រយោជន៍អីទេបានតែទៅយករូបថតហ្នឹងឯងក្រសួងការពារជាតិរបស់កម្ពុជាតាមអ្នកស្រីម៉ាលីសុជាតាថាថ្ងៃទី23ខែឧសភាវេលាម៉ោង 9:50 នាទីព្រឹកមិញនេះក្រុមអ្នកសម្របសម្រួល CLG របស់កម្ពុជាបានសម្របសម្រួលឲ្យក្រុមសង្កេតការអាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមសង្កេតការអាស៊ាន AOT ហ្វីលីពីនចុះទៅសង្កេតការផ្ទៀងផ្ទាត់រាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យដើម្បីពិនិត្យលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីថ្លែងការណ៍រួមក្រោមបទជប់បាញ់បានអីគេមកវិញលបងបលាលួសគេនៅហ្នឹងកុងតឺន័រគេនៅហ្នឹងទៅថតតែរូបហ្នឹងហើយទៅពិនិត្យថាតើការអនុវត្តបទជប់បាញ់ហ្នឹងបានមិនទៅប្រហែលខែមុនអាទិត្យមុនគេបាញ់ប្រាវអាដែលលបងហ្នឹងគេដាក់កាន់តែខ្ពស់បលាក៏ដាក់ខ្ពស់ឥឡូវបានរូបថតទៀតហើយតើបានប្រយោជន៍អីឲ្យប្រកាសខ្ញុំពងតែឆ្ងល់ AOT នេះអត់ដែលរាយការណ៍មកថាឥឡូវថៃគេរំកិលគេអីសរសេររបាយការណ៍ធ្វើសន្និសីទសារព័ត៌មានតាមម្ដងក៏អត់ដែរខាងអាស៊ានតាំងពីនៅម៉ាឡេជាប្រធានអាស៊ានក៏អត់ឥឡូវចូលដល់ហ្វីលីពីនតាដែលហើយក្នុងពេលជាមួយគ្នានោះថៃសម្រុកធ្វើតាមព្រំដែនសម្រុករហូតហើយយើងនឹងទៅថតរូបតែអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិនេះដែលរឿងរកម្មចិត្តឥឡូវក្រៅតែពីយើងថៃសម្រុកដាក់បេតុងយើងសម្រុកទៅថតរូបបានតែប៉ុណ្្នឹងឯងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហាទន្ទឹងផ្លូវថៃរៀបចំកិច្ចប្រជុំ JBC និង GBC ដើម្បីដោះស្រាយបញ្ហាព្រំដែនអូយអាណិតលោកទាសីហាខ្លោចចិត្តលោកទៅទន្ទឹងផ្លូវគេទៅអីបើលោកចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយលោកសង្ឃឹមថានឹងបានគេឲ្យដីនឹងមកវិញមិនអញ្ចឹងហ៎តែពេលដែលលោកទាសីហាចុះហត្ថលេខាគេនៅណានៅហ្នឹងលោកមានបានប្រាប់ទេប្រាប់ទៅភាគីថៃទេថានៅពេលដែលយើងចុះវាស់វែងដីនៅណានៅហ្នឹងត្រូវឲ្យដីខ្មែរទាំងអស់មកវិញដែលថៃយកឬក៏ត្រូវតែវិលទៅរកចំណុចដើមវិញមុនថ្ងៃទី28ខែឧសភាឆ្នាំ2005ណាបាត់ជប់បាញ់នេះតាបដោះអាសន្នទេណែឯងនៅណានៅហ្នឹងបានមែនប៉ុន្តែចប់ពីហ្នឹងទៅណែឯងត្រូវបកគលមកឲ្យយើងវិញលោកមានបាននិយាយចឹងទេអត់សោះអ្នកណានៅណានៅហ្នឹងគឺនៅជាអចិន្ត្រៃយ៍ហើយរំពឹងថាចាំប្រការ3ចាំវាស់បានណាបានហ្នឹងហើយឥឡូវសង្ឃឹមវាស់គេអត់វាស់ទៀតហើយនឹងអង្គុយទន្ទឹងផ្លូវចាំមើលគេវាស់អត់សញ្ញេឲ្យគេអាហ្នឹងយើងសញ្ញេឲ្យម៉ូតូគេ62គ្រឿងហើយយកទៅសិនចាំមើលជជែកគ្នាសារថ្មីទៅគេលោបានពី3គ្រឿងមកវិញហើយថៃគ្រាន់តែលឺសញ្ញេឲ្យយកប៉ុណ្ណឹងបានប្លង់រឹងហើយ
ចាប់ផ្ដើមដូរសាក់ស៊ីម៉ូតូបណ្ដោយដោះកញ្ចក់ដោះអីដូរពណ៌ដូរអីកែម៉ូតូទៅជាម៉ូតូកង់3ទៅជា pass up អីអស់ទៀតបាត់អស់ហើយរសជាតិដើមដូរខ្ទេចខ្ទីអស់ហើយចុះបញ្ជីជាកម្មសិទ្ធិរបស់គេទៀតហើយយើងនៅអង្គុយចាំមើលបានយើងវិញអត់បើបានក៏ម៉ូតូយើងមើលអត់ស្គាល់ដែរតែខ្ញុំជឿថាមិនបានទេ 100% ដឹងអត់បានទេបើយកវិធីនេះព្រោះអីថៃគេច្បាស់ក្នុងចិត្តគេហើយថាឲ្យហើយសញ្ញេហើយខាងខ្មែរអត់មានដាក់លក្ខខណ្ឌអីក្រៅតែពីសង្ឃឹមអា JBC នេះឥឡូវអា JBC ហ្នឹងអត់ប្រជុំទៀតថៃរៀបចំរដ្ឋាភិបាលហើយមួយថ្ងៃទៀតឥឡូវដើរទៅប្រាំងទៅឯណាធ្វើរំភើយហើយមកលុប MOU 2001ចោលហើយឥឡូវមកលុប MOU 2000ហ្នឹងដែលមាន JBC ហ្នឹងទៀតហើយអស់លោកនៅសង្ឃឹមអញ្ចឹងទៀតបោកប្រជាពលរដ្ឋហើយសរសើរឲ្យលោកទាសីហាគាត់នៅសង្ឃឹមគាត់ថាកម្ពុជាសូមស្វាគមន៍គំនិតព្រួយផ្ដើមរបស់ថៃក្នុងការរៀបចំកិច្ចប្រជុំ GBC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្កើនទំនុកចិត្តនិងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ GBC នេះគឺជាយន្តការកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងខ្មែរតើយើងនឹងសង្ឃឹមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងខ្មែរនេះជួបគ្នាបានប្រយោជន៍អីក្រៅតែពីយើងសញ្ញេហើយកាលមុនក្រែងរដ្ឋមន្ត្រីក្រសួងការពារជាតិក្របខ័ណ្ឌ GBC តាក្នុងថ្ងៃទី27ខែធ្នូឆ្នាំ2025គឺក្របខ័ណ្ឌ GBC គឺក្របខ័ណ្ឌគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្រិតក្រសួងការពារជាតិមានលោកទាសីហានិងលោកណត្តភុងណាភនិចដែលទៅសញ្ញេហ្នឹងគឺយើងសញ្ញេឲ្យគេនៅណានៅហ្នឹងបានគេនៅណានៅហ្នឹងដាក់កុងតឺន័រដាក់អីបានស្អាតចិត្តយើងធ្វើអីអត់បានឥឡូវយើងសង្ឃឹមថា JBC នេះឥឡូវគេដូរហើយលោកណត្តភុងណាភនិចដូរហើយមកចេញលោកអឌុលវ៉ាន់ចរើនអីណានោះប៊ុនជួយផ្លេចឈ្មោះគាត់ឲ្យច្រើនពេកតែដឹងគាត់ឈ្មោះអឌុលតែឈ្មោះគាត់ហ្នឹងគឺគាត់មកដូរលោកណត្តភុងណាភនិចចេះជាក្រសួងការពារជាតិថៃថ្មីនៅក្នុងរជ្ជកាលរបស់លោកអនុទិនច័ន្ទវរៈគុលតើគាត់មកកែមិនប្រគល់អាហ្នឹងឲ្យយើងទាំងអស់វិញមែនអត់មានសង្ឃឹមទេថៃនេះណាម៉ោងនេះហ៎បើយកថែមយកបើរឿងប្រគល់មកដឹងអត់ដែរព្រោះរាល់ថ្ងៃហ្នឹងចង់បានហើយខ្លាច់បាត់មកវិញហ្នឹងខំប្រឹងយកលបងយកមកខាំងយកមកអីហ្នឹងដើម្បីកុំឲ្យបានមកខ្មែរវិញនេះបើអញ្ចឹងគេចាំបាច់ដាក់លបងទៅព្រោះគេខ្លាចឃើញលោញ៉ៃទៅបានមកវិញខ្លះអញ្ចឹងគេដាក់លបងមកគឺ10000ឆ្នាំបាត់ហើយហ្នឹងគេខំប្រឹងអញ្ចឹងដើម្បីអីឲ្យដឹងថាអាហ្នឹងគឺវាទៅជាប្លង់រឹងហើយមានលបងមានព្រំដែនមានអីច្បាស់លាស់បាត់ទៀតហើយគេធ្វើបានដោយសារអីយើងអត់ទៅតវ៉ាគេបានទៀតនៅយើងអត់ទៅប្តឹងគេយើងតវ៉ាគាត់ថាកុំដាក់ណាកុំដាក់កុំធ្វើអីទៀតបានហើយគេស្ដាប់មែនបើយើងអត់ទៅប្តឹងទៅតុលាការផងហ្នឹងអាហ្នឹងអញ្ចឹងឯងបាទឥឡូវតកតងនឹងព័ត៌មានមួយទៀតគឺរឿងលោកកើតសារាយជាប់ឃុំខាំងយ៉ាងអយុត្តិធម៌លើសពី777ថ្ងៃហើយលោកកើតសារាយនេះក៏ខ្លោចផ្សាណាស់ដែរខ្ញុំទឹកភ្នែករាល់ថ្ងៃដែរពេលដែលលោកកើតសារាយជាពិសេសនៅពេលដែលម្ដាយចាស់ជរារបស់គាត់ដង្ហើយយំសុំឲ្យកូនបានមកជុំគ្រួសារវិញហើយលោកកើតសារាយអត់សុំទោសរដ្ឋាភិបាលក្បាលរឹងមែនតើលោកកើតសារាយហ្នឹងបងប្អូនប្រហែលជាថាលោកមុងណារ៉េតមិនក៏ធ្ងន់ម៉េះពាក្យហ្នឹងនិយាយពាក្យក្បាលរឹងមួយលោកកើតសារាយមិនសមទេលោកធ្លាប់បួសជាព្រះសង្ឃផងអីផងគូគោរពខ្ញុំថាលោកកើតសារាយក្បាលរឹងត្រូវដោយសារអីគឺគាត់មិនក្បត់មនសិការមិនក្បត់ឧត្តមគតិមិនក្បត់វិជ្ជាជីវៈមិនក្បត់ការតស៊ូសំបីតែម្ដាយដង្ហើយយ៉ាងណាគឺគាត់មិនសុំទោសគេតែសុំទោសគេឲ្យចេញ24ម៉ោងហើយតែគាត់មិនសុំទោសគេដូចសកម្មជនចលនាមេដាធម្មជាតិនិងលៀងហ៊ីម្ដាយស្លាប់អត់ទាន់ដង្ហើមផងដោយសារតែមិនលើកដៃសុំទោសចំពោះអំពើដែលអត់ខុសពីលលោកអីដតីទៀតហ្នឹងសុំទោសទៅគេវាយបែកក្បាលបែកក្បូងឬក៏គេធ្វើបាបធ្វើទុកបុកម្នេញអីចឹងទៅថាប់ស្បែកជើងគេបានអីចឹងទៅអាហ្នឹងគឺគេលេបចូលប៉ុន្តែអ្នកទាំងអស់នេះគាត់លេបអត់ចូលចឹងបាទខ្ញុំថាលោកកើតសារាយក្បាលរឹងមែនតើដល់ក្បាលរឹងចឹងឃើញលោកអត់បានចេញពីគុកទេក៏ប៉ុន្តែលោកទទួលបានសេចក្តីគោរពដ៏ស្មោះស្ម័គ្រពីខ្ញុំថាលោកគឺជាវីរៈជនគំរូដែលមិនក្បត់ឧត្តមគតិមិនក្បត់មនសិការជាការពិតលោកមិនអាចជួបម្ដាយរបស់លោកបានហើយប៉ុន្តែធ្វើម៉េចបើសិនជាគេអំពើអយុត្តិធម៌គឺគេធ្វើបាបធ្វើទុកបុកម្នេញប៉ុន្តែយ៉ាងហោចណាស់ក៏លោកផ្ដល់ក្តីសង្ឃឹមណាទាំងកញ្ញាសេងធីរីទាំងលៀងហ៊ីរដ្ឋា
សុគន្ធាភូនកែវរស្មីចន្ទរាវុធសុនស្រនសុភាពិសិដ្ឋច្រើនទៀតអ្នកទាំងអស់នេះគឺជាគំរូដល់បងប្អូនទាំងអស់ដែលផ្ដល់ក្តីសង្ឃឹមទៅដល់អ្នកតស៊ូថាខ្មែរយើងណានៅមានអ្នកមានមនសិការមិនលក់ឧត្តមគតិច្រើនដែរមិនអត់សោះទេសំបីតែគេធ្វើទុកបុកម្នេញក៏គាត់មិនក្រាបលុនអ្នកខ្លះអត់ទាំងបានជាប់គុកហងនៅក្រៅឃុំហងទៅលិតស្បែកជើងលោកហ៊ុនសែនអ្នកគេនៅក្នុងគុកវេទនាអត់ទាំងបានជួបម្ដាយគេសុកចិត្តនៅបែបនេះអស់លោកខ្មាស់គេទេតើវិបដិសារីជេរស្ដីអស់លោកបណ្ណាទៅនៅក្នុងន័យនេះមួយជីវិតរបស់លោកតើលោកអាចលេបអានឹងចូលដែរទេតែយ៉ាងណាបងប្អូនមនុស្សយើងវាអ្នកខ្លះឱកាសនិយមយើងចេះតែលើកកម្ពស់គេខ្ពស់ពេកគេឱកាសនិយមបលែមបន្លំគិញសម្ងាត់របស់គណៈបកកាន់អំណាចមកអាយុមកហើយដល់ពេលគេបលែមបន្លំគេចូលទៅវិញទៅហើយយើងខំប្រឹងស្ដាយអីបើជាមនុស្សបង្កប់របស់គេតាំងពីដើមមកអញ្ចឹងទៅយើងស្រឡាញ់ពេកចង់ស្រឡាញ់ពួកគាត់ពាក់កណ្ដាលបានដូចគ្នាដែរស្រឡាញ់មួងណារ៉េត50បានហើយបើស្រឡាញ់100ដក50វិញហើយក្រែងលោដូចថាស្រឡាញ់ខ្លាំងពេកទៅជួនកាលខុសចិត្តតែបន្តិចរឿងមួងណារ៉េតអត់ឈប់អីអញ្ចឹងស្រឡាញ់ពេកបើស្រឡាញ់50ទៅកុំឲ្យខកខាតច្រើនពេកទុក50ហ្នឹងសម្រាប់គេហៅថាសគួរដែរកុំឲ្យស្អប់ទៅនៅសល់ពាក់កណ្ដាលដែរតែមួងណារ៉េតនឹងមិនក្បត់មនសិការឧត្តមគតិស្អីទេគឺមួយជីវិតនេះដរាបណាខ្ញុំនៅមានដង្ហើមដកគឺបង្អែមលៀងមាត់ត្រឹមមកផ្ទះធំនេះប្រឹងធ្វើឯងតតែស្លាប់ខ្លួនក៏អត់ស្ដាយជីវិតដែរគឺដើម្បីប្រយោជន៍ជាតិតែប៉ុណ្ណឹងហើយលុយកាក់បុណ្យស័ក្តិលៀបសការៈអីហ្នឹងគឺមានតម្លៃថោកបំផុតសម្រាប់ខ្ញុំសម្រាប់អ្នកដែលគេថាយកមកឲ្យក្នុងនាមជាទិញលលោកតាក់លលោកណាប៉ុន្តែបើបងប្អូនមានសមានចិត្តជាអ្នកប្រជាធិបតេយ្យស្រឡាញ់ដោយសទ្ធាជ្រះថ្លា$1ក៏មានតម្លៃស្មើ$1,000,000ដែរក្នុងការបរិច្ចាគឲ្យខ្ញុំទទួលដៃ10បាទឥឡូវនេះគឺចូលដល់ព័ត៌មានលោកកើតសរាយដែលថាខួប777ថ្ងៃបងប្អូនព្រាត់ប្រាសនារីម្ដាយគាត់ចាស់ជរាអាយុ80ជាងដែរនឹងសុទ្ធតែ count down ដូចគ្នាហើយទឹកភ្នែករាល់ថ្ងៃបនប្រជុំជាពិសេសបនចូលឆ្នាំឲ្យតែមានបនទៀនអីអង្គុយក្រមាមួយជូតទឹកភ្នែកចាំទន្ទឹងរងចាំផ្លូវកូនតែយូរទៅអស់សង្ឃឹមនឹងបានជួបកូនហើយគិតថានឹងបាត់បង់ជីវិតដោយមិនបានជួបកូននៅក្នុងដង្ហើមចុងក្រោយទេនេះប្រទេសដែលមានសុខសន្តិភាពនេះហើយអរគុណសន្តិភាពនេះហើយការផ្សះផ្សាជាតិនេះហើយការបង្រួបបង្រួមជាតិនេះហើយមហាសាមគ្គីគ្រួសារខ្មែរនោះកាលពីថ្ងៃទី21ខែមីនាឆ្នាំ2024លោកកើតសរាយគឺគាត់បានចុះទៅជួបប្រជាពលរដ្ឋមួយក្រុមដែលកំពុងភៀសខ្លួននៅក្នុងស្នាក់ក្នុងព្រៃនៅដីព្រួយបារម្ភពីសុវត្ថិភាពរឿងបញ្ហាដីធ្លីនឹងលោកកើតសរាយបានពិពណ៌នាអំពីទុក្ខលំបាករបស់ពលរដ្ឋនិងរឿងរ៉ាវទំនាស់ដីធ្លីនិងការបណ្ដេញអ្នកភូមិចេញពីលំនៅឋានប្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយយ៉ាងណាមិញការលើកឡើងរបស់លោកកើតសរាយត្រូវបានគេចោទថាជាការញុះញង់និងផ្សព្វផ្សាយព័ត៌មានមិនពិតបាទលោកកើតសរាយត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី5ខែមេសាឆ្នាំ2024លោកត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងបទមិនរាងចាលក្នុងបទមជ្ឈិមក្រោយការផ្តន្ទាទោសមជ្ឈិមឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំបាទចឹងតាំងពី5មេសា2024មកគឺ777ថ្ងៃឥឡូវថ្ងៃ21ឥឡូវ779ថ្ងៃហើយបងប្អូនបាទឥឡូវនេះគឺចូលដល់ព័ត៌មានអន្តរជាតិម្ដងបញ្ចប់ផ្អែមលាងមាត់ខ្មែរអាមេរិកត្រៀមវាយអ៊ីរ៉ង់មកប្រាវទៀត